ក្រុមហ៊ុន Making It Easy យ៉ាងខ្ញុំមានដាក់ជូននៅសេវាកម្ម5សំខាន់ចាទី1គឺការសិក្សាស្រាវជ្រាវទីផ្សារនាំអាជីវកម្មចូលទីផ្សារពង្រីកទីផ្សារហើយនិងការចាក់ចេញពីទីផ្សារទៅវិញចាខ្ញុំបានសិក្សាទៅលើទិសដៅនិងទស្សនវិស័យរបស់សមាគមកន្លងមកដែលគាត់កំពុងនឹងធ្វើនិងអ្វីដែលគាត់បានធ្វើកន្លងមកអញ្ចឹងខ្ញុំយកឃើញថាសមាគមគាត់មានទិសដៅល្អដែលលើកស្ទួយវិស័យពន្ធដារគណនេយ្យសមនកម្មនៅកម្ពុជាហ្នឹងមិនត្រឹមតែប៉ុណ្ណឹងគាត់ផ្ដល់នៅចំណេះដឹងបទពិសោធន៍និងគាត់អាចពង្រីកចឹងនិយាយថាគាត់នាំអ្នកជំនាញម្ចាស់អាជីវកម្មឲ្យមកជួបគ្នាដើម្បីផ្លាស់ប្ដូរនៅបទពិសោធន៍ផ្សេងផងដែរដែលយើងអាចទទួលបានពីខាងពួកគាត់ខ្ញុំឈ្មោះសេនផូលីបច្ចុប្បន្នជានាយកផ្នែកគ្រប់គ្រងផ្នែកសេវាកម្មពន្ធដារនិងសមនកម្មពន្ធដារនៅក្រុមហ៊ុន Making It Easy ចាអញ្ចឹងសម្រាប់បើតាក់ទងទៅនឹងបទពិសោធន៍តខ្លួនរបស់ខ្ញុំកន្លងមកគឺខ្ញុំមានបទពិសោធន៍ទៅលើវិស័យនេះមកជាង15ឆ្នាំមកហើយចាហើយក៏ធ្លាប់បានធ្វើការជូនអតិថិជនទាំងក្នុងស្រុកនិងក្រៅប្រទេសជាច្រើនទៀតផងដែរចាអញ្ចឹងអ្វីទៅដែលជាការផ្ដល់សេវាសំខាន់ក៏ដូចជាពិសេសបាទសម្រាប់ក្រុមហ៊ុនទៅកាន់អតិថិជនទើបមានការគ្រប់គ្រងឈានមកដល់បច្ចុប្បន្ននេះហើយមួយទៀតបាទចង់ដឹងពីវត្ថុបំណងដែរថាហេតុអ្វីទៅបានសម្រេចចិត្តបើកអាជីវកម្មនេះបាទចាសម្រាប់ក្រុមហ៊ុន Making It Easy ហ្នឹងគឺយើងផ្ដល់សេវាកម្មជួយសម្រួលដល់អាជីវកម្មមានថាទាំងការចូលទីផ្សារលើកដំបូងនិងការចាក់ចេញពីទីផ្សារទៅវិញចាហើយបច្ចុប្បន្ននេះក្រុមហ៊ុន Making It Easy យ៉ាងខ្ញុំមានដាក់ជូននៅសេវាកម្ម5សំខាន់ចាទី1គឺការសិក្សាស្រាវជ្រាវទីផ្សារនាំអាជីវកម្មចូលទីផ្សារពង្រីកទីផ្សារហើយនិងការចាក់ចេញពីទីផ្សារទៅវិញចាហើយសេវាកម្មទី2គឺយើងមានជួយស្វែងរកទីតាំងអាជីវកម្មដើម្បីដែលមានភាពបត់បែនដោយស្របទៅតាមប្រភេទអាជីវកម្មដែលម្ចាស់អាជីវកម្មគាត់ចង់បានចាហើយសេវាកម្មទី3របស់យើងនោះគឺសេវាកម្មដែលជួយទទួលការចុះបញ្ជីបើក្រុមហ៊ុនថ្មីបន្ទាប់មកក៏មានការសេវាទៅលើការធ្វើបច្ចុប្បន្នភាពក្រុមហ៊ុនហើយនឹងការដាក់ស្នើសុំបិទក្រុមហ៊ុនទៅវិញផងដែរចាហើយសេវាកម្មទី4នោះគឺយើងជួយអ្នកជាប់ពន្ធក្នុងការប្រកាសពន្ធប្រចាំខែប្រចាំឆ្នាំប្រកបដោយវិជ្ជាជីវៈភាពត្រឹមត្រូវច្បាស់លាស់និងទាន់ពេលវេលាចាហើយសេវាកម្មទី5គឺយើងមានសេវាកម្មលក្ខណៈជាគេហៅថាតកតងទៅនឹងធនធានមនុស្សដែលក្នុងនោះរួមបញ្ចូលផងដែរនៅការសេវាធ្វើការជ្រើសរើសបុគ្គលិកជួយជ្រើសរើសបុគ្គលិកហើយនឹងការគណនាប្រាក់បៀវត្សបុគ្គលិកការជួយប្រកាសទៅលើបសសប្រចាំខែហើយនឹងអនុលោមភាពផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងច្បាប់ការងារគឺយើងផ្ដល់ជូនសេវាប្រឹក្សាទៅលើអតិថិជនយើងផងដែរចាហើយចាមួយទៀតដោយសារសំណួរបន្ទាប់ដែលបងអូនចង់ដឹងថាហេតុអីគោលបំណងអីដែលយើងបើកអាជីវកម្មនេះគឺដើម្បីបើកអាជីវកម្មនេះបានតើតើមានហេតុមានផលដែលយើងមើលឃើញថាបញ្ហាប្រឈមរបស់ម្ចាស់អាជីវកម្មនៅពេលបច្ចុប្បន្ននេះគឺគាត់តែងតែជួបប្រទះនៅបញ្ហាមកថាអ្នកបើកអាជីវកម្មថ្មីឬវិនិយោគិននៅក្នុងស្រុកខ្មែរយ៉ាងទេដែលគាត់ចង់ចូលមកគឺគាត់ជួបប្រទះនៅបញ្ហាជាពិសេសនៅជំហានដំបូងដែលគាត់ធ្វើអាជីវកម្មដំបូងគឺគាត់អត់ទាន់ដឹងច្បាស់ពីអនុលោមភាពច្បាប់ការងារផ្នែកពន្ធដារគណនេយ្យឬក៏នីតិវិធីផ្សេងទៀតដែលតម្រូវតាមច្បាប់នៅក្នុងស្រុកខ្មែរយើងគឺគាត់អត់ទាន់យល់ច្បាស់ទេអញ្ចឹងក្រុមហ៊ុន Making It Easy នេះគឺជួយសម្រួលទៅលើដំណោះស្រាយជូនពួកគាត់ដើម្បីឲ្យពួកគាត់មានភាពងាយស្រួលក្នុងការធ្វើអាជីវកម្មដោយរលូននៅក្នុងដំណើរការអាជីវកម្មរបស់គាត់អញ្ចឹងមានថាយើងជួយប្រឹក្សាទៅលើផ្នែកវិជ្ជាជីវៈបម្រើផ្នែកសេវាកម្មពន្ធដារអញ្ចឹងគាត់អត់មានពេលវេលាច្រើនផ្ដោតទៅលើការធ្វើអាជីវកម្មរបស់គាត់ដើម្បីធ្វើម៉េចឲ្យរីកចម្រើនដោយសារយើងជាអ្នកជួយ support គាត់នៅពីក្រោយចាតទៅនឹងផ្នែក
វិជ្ជាជីវៈហ្នឹងចា៎បាទអរគុណបាទលោកស្រីមែនតើបាទចំពោះការជម្រាបជូននៅសេវាកម្មបាទឃើញថាក្រុមហ៊ុនមានសេវាកម្មច្រើនដែលសុទ្ធសឹងពាក់ព័ន្ធជាមួយនឹងម្ចាស់អាជីវកម្មទាំងអស់ហើយបាទហើយលើសពីនេះទៀតបាទឃើញថាលោកស្រីមិនមែនដើរតែម្នាក់ឯងទេនៅក្នុងការដំណើរការនៃអាជីវកម្មរបស់ខ្លួនក៏បានចូលជាតិបាទគ្រប់ទីកន្លែងហើយអ្វីដែលសំខាន់ហ្នឹងឃើញបានចូលរួមជាមួយនឹងសមាជិកសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា SITAFA ដែរបាទអញ្ចឹងកន្លែងនេះក៏ចង់ជំរាបសួរលោកស្រីដែរថាការចូលរួមជាមួយនឹងសមាគម SITAFA នោះប្រហែលឆ្នាំហើយបាទចាកាប់ទៅខ្ញុំទៅតែចូលរួមជាសមាជិកខាងសមាគម SITAFA តាមបានប្រហែល1ឆ្នាំហ្នឹងទេចាចាចុះការស្គាល់សមាគមវិញបាទតាមរយៈអីដែរបាទការស្គាល់សមាគមនេះតាមរយៈក្រុមការងារនៅក្នុងក្រុមហ៊ុនជាមួយគ្នា Making It Easy ហ្នឹងចាខាងគាត់ខាងផ្នែក Sales និង Marketing អញ្ចឹងគាត់មានទំនាក់ទំនងបណ្ដាញច្រើននៅខាងក្រៅដល់ពេលអញ្ចឹងទៅគាត់ណែនាំសមាគម SITAFA មកកាន់ខ្ញុំចាបាទអរគុណមែនតើបាទអញ្ចឹងតកតងទៅនឹងបន្ទាប់ពីបានស្គាល់សមាគមបាទបើលោកស្រីបានជំរាបជូនមិញហ្នឹងគឺ1ឆ្នាំជាងតិចតួចទេបាទអញ្ចឹងក្នុងរយៈពេលដែលលោកស្រីបានស្គាល់1ឆ្នាំជាងនេះហើយសម្រាប់ចិត្តបាទចូលទៅជាសមាជិកនេះអញ្ចឹងចង់ដឹងចំណាប់អារម្មណ៍ទៅថាមូលហេតុអីទៅបានសម្រាប់ចិត្តចូលរួមជាមួយសមាគមបាទចាសម្រាប់ចំណាប់អារម្មណ៍អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ជាងគេគឺខ្ញុំបានសិក្សាទៅលើទិសដៅនិងទស្សនវិស័យរបស់សមាគមកន្លងមកដែលគាត់កំពុងនឹងធ្វើនិងអ្វីដែលគាត់បានធ្វើកន្លងមកអញ្ចឹងខ្ញុំយកឃើញថាសមាគមគាត់មានទិសដៅល្អដែលលើកស្ទួយវិស័យពន្ធដារគណនេយ្យសមនកម្មនៅកម្ពុជាហ្នឹងមិនត្រឹមតែប៉ុណ្ណឹងគាត់ផ្ដល់នៅចំណេះដឹងបទពិសោធន៍និងគាត់អាចពង្រីកចឹងនិយាយថាគាត់នាំអ្នកជំនាញម្ចាស់អាជីវកម្មឲ្យមកជួបគ្នាដើម្បីផ្លាស់ប្ដូរនៅបទពិសោធន៍ផ្សេងផងដែរដែលយើងអាចទទួលបានពីខាងពួកគាត់ចា៎បាទអរគុណបាទត្បិតតែលោកស្រីបានចូលរួមបាទជាមួយនឹងសមាគមរយៈពេលខ្លីក៏ពិតមែនខ្ញុំបាទក៏ចង់ដឹងបន្ថែមដែរថាតើលោកស្រីទទួលបានអ្វីជាគុណប្រយោជន៍បាទសម្រាប់លោកស្រីដែរនៅពេលដែលលោកស្រីបានចូលរួមជាមួយសមាគមបាទទាំងចង់ដឹងពីភាពខុសប្លែកគ្នាតែម្ដងថាពេលមុនចូលហើយនឹងបន្ទាប់ពីចូលហ្នឹងតើលោកស្រីទទួលបានអីដើម្បីជាការជំរុញដល់អាជីវកម្មបាទចាសម្រាប់ការទទួលបានចំណេះដឹងនោះគឺយើងទទួលបានទាំងចំណេះដឹងនិងអត្ថប្រយោជន៍ជាច្រើនទៀតអញ្ចឹងចំណេះដឹងនោះគឺយើងអាចទាំងអភិវឌ្ឍខ្លួនឯងផ្ទាល់ផងនិងសម្រាប់អាជីវកម្មរបស់យើងផងចាអញ្ចឹងសមាគមមិនមែនថាត្រឹមតែផ្ដោតទៅលើលើកកម្ពស់វិស័យគណនេយ្យពន្ធដារនិងសមនកម្មប៉ុណ្ណោះទេអញ្ចឹងគាត់ផ្ដល់នៅចែករំលែកនៅចំណេះដឹងជាច្រើនទៅដល់ម្ចាស់អាជីវកម្មទាំងផ្នែកជួយកាត់បន្ថយហានិភ័យអាជីវកម្មផ្នែករៀបចំផ្ទៃក្នុងអាជីវកម្មធ្វើម៉េចឲ្យគាត់ដំណើរការបានស្រួលអញ្ចឹងកន្លឹះទាំងអស់នឹងហើយនៅពេលដែលយើងចូលជាសមាជិកយើងទទួលបានការផ្ដល់ព័ត៌មាននិងទទួលបាននៅការចង្អុលបង្ហាញពីអ្នកជំនាញដែលបានចូលរួមជាមួយនឹងសមាគមគឺយើងអាចយកមក review ខ្លួនយើងឡើងវិញហើយចំណុចណាដែលយើងអាចបំពេញបន្ថែមអភិវឌ្ឍបន្ថែមគឺធ្វើឲ្យការអនុវត្តអាជីវកម្មរបស់យើងហ្នឹងកាន់តែមានភាពងាយស្រួលនិងរីកចម្រើនជាងមុនដែរចា៎